អ្នកល្ងងមានមុខបបប៉ុណ្ណឹងថាធ្វើស្រែបាទធ្វើចប់ពីស្រែមានអាហ្នឹងបាទហើយមកធោនោះពេលខ្លះតែ5000ហ្នឹងគូនេះ5000បងប្អូនឃើញទេស្មើវាពីកំពង់ហ្នឹងហើយមកពិបាកចង្អល់មកបានយកមកហូបហ្នឹងមិនងាយស្រួលណាក៏អាជីពហ្នឹងបានឆ្នាំហ្នឹងតាំងមកពីពលពតមកតាំងពីអាយុ10មកពលពតដល់ប្រហែលឆ្នាំតាំងពីយើងមកដល់ចាប់ដើមឡើងគឺអាជីពរបស់យើងគឺឡើងថ្នោតបាទឡើងថ្នោតរហូតឥឡូវនេះគឺខ្ញុំមកថតបាទលោកពូគាត់កំពុងតែឡើងយកថ្នោតបាទនេះយកឡើងយកទឹកថ្នោតនេះបងប្អូនបានឃើញនៅកាមេរ៉ាមែនអូខេបាទឥឡូវនេះគឺគាត់កំពុងតែឡើងហើយចាំមើលខ្ញុំចុះមកគឺខ្ញុំសួរគាត់បាទទឹកថ្នោតបងប្អូនបាទជាទឹកថ្នោតធម្មជាតិពិតណាអញ្ចឹងមុនពេលបានទឹកថ្នោតញ៉ាំគឺមិនងាយស្រួលទេបងប្អូនបាទឃើញអត់គឺជាអាជីពប្រចាំថ្ងៃរបស់គាត់នៅកាមេរ៉ាបាញ់ទៅលើនេះជាអាជីពរបស់គាត់ហើយប្រចាំថ្ងៃរបស់គាត់ហើយបាទបងប្អូនបាទនេះលើបងប្អូនឃើញណាលោកគាត់ចុះវិញណាគាត់ចុះវិញហើយបាទគាត់ចុះវិញហើយអីយ៉ាបានមកកតោណានេះបានមកកតោនេះអូមិនងាយទេបងប្អូនបាទមកបានទឹកថ្នោតញ៉ាំមិនងាយណាមកកាមេរ៉ាមិនមកចិត្តទីមកបាទលោកពូគាត់ចុះមកមើលសភាគាត់ទីមើលលោកពូបាទអូនេះលោកពូគាត់ចុះមកបាទលើសភាលោកពូមួយមើលលោកពូបាទអូពូយកទឹកថ្នោតពូនេះអូមើលបានបានទេពូបានបានទេបានមលូបានមលូបាទអូចាហ្នឹងមកដើមនេះបានមលូអញ្ចឹងណាមកដើមជួនណាសុំទីមើលបាទមកដើមអញ្ចឹងបានតែមលូណាជួនណាមលូជួនណា4ជួនណា3ជួនណា2បាទវាឲ្យដើមឲ្យមានការចឹងដល់ខែគឺដល់ខែយកទឹកថ្នោតហ្មងដល់ខែយកទឹកថ្នោតមកបាទលោកពូក៏អាជីពហ្នឹងបានឆ្នាំហ្នឹងតាំងមកពីពលពតមកតាំងពីអាយុ10មកពលពតដល់ប្រហែលឆ្នាំតាំងពីយើងមកដល់ចាប់ដើមឡើងគឺអាជីពរបស់យើងគឺឡើងថ្នោតបាទឡើងថ្នោតរហូតអូចាពូក្មួយឆ្ងល់ថាហេតុអីបានមានជូរមានផ្អែមចឹងហ្នឹងមកពីយើងធ្វើមេវាមកធ្វើមេណានេះធម្មជាតិជូរត្រូវបាទជាតិជូរអូចុះធ្វើមេมันមានផ្អែមមកពូវាផ្អែមដល់យើងអប់អំពងណាអំពងឲ្យបងកាពេលបានយើងត្រង់បានជិញជាតិផ្អែមងាស់ជាស្ករវិញអូចុះគ្រូឈ្មោះណាគ្រូទៀងថនយុបានយុ64ណា64បាទអូចុះប្រកបអាជីពឡើងថ្នោតហ្នឹងតាំងពីមកពីពលពតតាំងថាវាយអាយុ10ជាងគ្រូណាបាទមកពលពតក៏មកដល់បែកមួយពលពតបោះពលពតវានៅខ្លះឡើងបោះពលពតហ្នឹងរបស់ជីផ្ទះលោកពូមែនពូផ្ទះអូនេះបងប្អូនបាទផ្ទះគាត់តាអញ្ចឹងអូចាលោកគ្រូអានេះយើងភ្លក់ទីបានទេបានភ្លក់បានទេអានេះបងប្អូនអានេះខ្ញុំយកពលាមកកាមេរ៉ាមកចិត្តទីមកនេះអានេះភ្លក់មកអូឆ្ងាញ់មែនអូឆ្ងាញ់យ៉ាងយំមិញទៀតណាលោកវាថ្មីនេះថ្មីគ្រូណាបាទថ្មីអូចឹងអាហ្នឹងពូលោកគ្រូយើងយកប្រហែលខែមិនអស់ណោតជូរហ្នឹងទៅអាហ្នឹងដល់đầuខែប្រហែលនេះខែភាសាខែអីនោះខែភាសាយករហូតដល់ខែភាសាមិនអស់ណាបាទខែភាសាមិនអស់ទៅវាគាត់ថាមានតិចមានច្រើនវាអស់ផ្កាទៅបាទវាអស់ផ្កាវាអស់ទឹកដែរវានៅតិចយើងជាត្រង់រហូតបាទនេះបងប្អូនបាទនេះគឺជាទឹកថ្នោតជូរធម្មជាតិរបស់យើងឯងពិតទេមិនមែនវាស្រវឹងដូចប្រភេទបញ្ញាណាគ្រូណាអានេះវាបែបធម្មជាតិដាក់ឫសឈើដើមលោកគ្រូណាដើមបាទខ្លួនឯងទាំងអស់ណាបាទខ្ញុំប្រហែលដើមហ្នឹងបាទប្រហែលដើមនេះណាដើមណាផ្សេងទៀតទេអត់ទេខ្ញុំទៅជួលគេនៅនោះវិញទៅជួលនោះវិញបាទមានប្រហែលដើមមកផ្ទះហ្នឹងគ្រូយើងហេងជំនាញណាឡើងហេងជំនាញហ្មងណាធ្លាប់មុខរបរយើងរស់ស៊ីប៉ុណ្ណឹងហើយណាមួយបាទគ្រូមានដែរជួបឧបសគ្គអីមានដែរមានជួបដែរអត់វាមានដែរទិញទួចហ្នឹងវាមិនអត់ទេបាទមានដែរតែគ្រូអត់ការអត់ចង់ចោលអាជីពហ្នឹងអត់ទេណានៅតែអ្នកល្ងងមានមុខរបរប៉ុណ្ណឹងថាធ្វើស្រែបាទធ្វើចប់ពីស្រែមានអាហ្នឹងហើយហើយមកធោនោះពេលខ្លះតែ5000ណាគ្រូណា5000បងប្អូនឃើញទេស្មើវាពីកំពង់ហ្នឹងហើយមកពិបាកចង្អល់វិញមកបានយកមកហូបហ្នឹងមិនងាយស្រួលណាចាំបើយើងលក់10000ទេទៅបានឆាប់មានគេមិនមកហូបទេយើងមើលថ្លៃគេមិនហូបអូថ្លៃពេកគេដល់ហូបណាបាទនេះបងប្អូនអញ្ចឹងគឺជារដូវបាទទឹកថ្នោតខែទឹកថ្នោតអញ្ចឹងបងប្អូនកុំភ្លេចមកគ្រប់គ្រងបាទលើកដង្កើងទឹកថ្នោតរបស់យើងបាទគឺជាប្រភេទធម្មជាតិបាទដាំថ្នោតដឹងស្រាប់ពូណាវាមានផលប្រយោជន៍ច្រើនណាបាទដល់ប្រយោជន៍ច្រើនណាស់ដើម្បីយកធ្វើផ្ទះអញ្ចឹងទៅផ្ទះដើមវាយកធ្វើវិញខ្សែដើមវាយកធ្វើអុសអីអញ្ចឹងធ្វើផ្ទះអញ្ចឹងអាណាក្លឹមបាទនេះមានប្រយោជន៍ច្រើនណាបាទអរគុណណាគ្រូអរគុណគ្រូបាទខ្ញុំសូមភ្លក់ទៀត